หมองชื่อบรรทุกมุ้ยไปแต่เมียนสังเกตหรือก็เมียนเหตุการณ์บรรทอนนาการล้างคือประเทศในประเทศโจแต่กราวนั่นโดยให้บัญชีปีขังกราวนั่นเตยบาทโดยขณีอย่างโดยอย่างรองอย่างบริบทอย่างคือบังเกอร์ในขังกราวนั่นอย่างเตยจังอารูปเพียบแต่ก้อนใหญ่ท่าตกแต่ตัวบอร์เต้นั้นตกแต่ตัวท่านอันมองบอร์เต้นั้นไปขังเลือเต้บางปอนมันได้ขังกราวนั่นไปบังเกอร์ในของนั่นบาทเฮ้ยรูปเพียบกันแต่เจอจริงนั่งเตี้ยคือไปแปะปอนจมูกนั่งอมน้ำแต่ว่าประเทศในประเทศจังเลยยังแต่รับแต่ขังกราวใหญ่ปีเซตะวิเมียนการปีตำบงវិញចឹងសេតវិមានតបងឡើយគឺតាមពិតទៅការបំផុសកំណត់ធ្វើសេតវិមានណាតបងឡើយគឺលោក George Washington គាត់ជួល architect គាត់ជួល architect នឹងជនជាតិបារាំងមកគូប្លង់សាងសង់ធ្វើសេតវិមានក៏ប៉ុន្តែ architect ជនជាតិបារាំងហ្នឹងគាត់យកគំរូតាមវិមានយកគំរូតាមវាំងរបស់បារាំងបាននៅទីក្រុងនៅ Versailles អញ្ចឹងទៅអញ្ចឹងលោក George Washington គាត់ថាគាត់ចង់បានវិមានអញ្ចឹងទេវាមើលទៅដូចស្ដេចវាមើលទៅស្ដេចព្រោះថាសហរដ្ឋអាមេរិកគឺអត់មានស្ដេចទេរដ្ឋធម្មនុញ្ញរបស់អាមេរិកគឺប្រជាធិបតេយ្យគឺអត់ប្រធានាធិបតីមិនមែនស្ដេចទេបានន័យថាប្រធានាធិបតីមានអំណាចដែលមាន limit មួយបានមានដែនកំណត់មួយហើយមានការ check and balance មានការពិនិត្យមើលហ្នឹងគឺពី Congress ពីសភានិងតឡាការកម្ពុជារបស់សហរដ្ឋអាមេរិកចឹងទៅអញ្ចឹងសម្រាប់ George Washington ដូចដែលនិយាយមិញអញ្ចឹង George Washington គឺ Golden Standard របស់ប្រធានាធិបតីរបស់អាមេរិកឯងគឺគាត់ធ្វើតាមរដ្ឋធម្មនុញ្ញរបស់អាមេរិកចឹងទៅអញ្ចឹងគឺគាត់ជួលដំបូងហ្នឹងគឺ architect មកពីបារាំងតែបារាំងគាត់គូប្លង់ហ្នឹងគឺចេញពីវាំងរបស់បារាំងអញ្ចឹងគាត់ថាគាត់អត់ចង់បានធំអញ្ចឹងទេព្រោះធំខ្លាំងរូបភាពដែលក្រុងនឹងធ្វើហ្នឹងស្គមស្កាយពេកបាទស្គមស្កាយពេកធំជាងរូបភាពបច្ចុប្បន្នហ្នឹងទៀតធំជាងសេតវិមានបច្ចុប្បន្នហ្នឹងទៀតអញ្ចឹង George Washington គាត់ដេញចេញអត់ជួលទេអត់ជួល architect ជនជាតិបារាំងទេបន្ទាប់មកគាត់ទៅជួល architect ហ្នឹងគឺជនជាតិ Irish បាទដែលមានឈ្មោះថា James Hoban ហ្នឹងគឺគាត់ចាប់ផ្ដើមគូប្លង់ហើយចេញជាសេតវិមានបែបនេះបាទអាចាស់នេះបងប្អូនអញ្ចឹងគាត់បង្រួមខ្សែគាត់បង្រួមទំហំហ្នឹងគឺ1/5នៃទំហំរបស់ architect បារាំងគូបាទគាត់បង្រួម1លើ5ហ្មងបាទឲ្យតូចជាងមុនហើយមានតែ2ជាន់ទេមានតែ2ជាន់នៃប្រិមិត្តបាទនេះហ្នឹងរូបភាពហ្នឹងអារូបភាពឆ្នាំ1790ហ្នឹងសេតវិមានដំបូងដែលសហរដ្ឋអាមេរិកសាងសង់ហើយការសាងសង់ហ្នឹងវាបាទនៅកណ្ដាលវាបាទនៅដំបូងវានៅកណ្ដាលវាតែតពេលក្រោយមកបានសាងសង់បន្តទៀតថែមមកស្លាបខាងកើតស្លាបខាងឆ្វេងនឹងទៀតអញ្ចឹងណាប្រិមិត្តអញ្ចឹងហេតុអីបានលោក George Washington គាត់ចង់ធ្វើអញ្ចឹងដោយសារតែដូច David និយាយមិញអញ្ចឹងគឺ George Washington គាត់ជាប្រធានាធិបតី standard ហ្មងរបស់សហរដ្ឋអាមេរិកគឺការសាងសង់សេតវិមានវាអត់ធំជាងវិមានសភាទេវាអត់ធំជាងគ្នាទេបញ្ជាក់អំពីគេហៅថាអំណាចវាបញ្ជាក់ពីអំណាចទោះបីថាប្រធានាធិបតីក៏ត្រូវតែនៅក្រោមសភាដែរនឹងពាក់ព័ន្ធមួយសេតវិមានគឺអំណាចប្រិមិត្តណាអំណាចប្រធានាធិបតីដូចត្រាំបាទមានមហិច្ឆតាលោក George Washington គាត់អត់មានមហិច្ឆតាទេពេលនេះវាstandard របស់គាត់បែបអញ្ចឹងណាអញ្ចឹងគាត់បង្កើតមកហ្នឹងវាតូចជាងវិមានសភាដែលចង់បញ្ជាក់ថាប្រធានាធិបតីមានអំណាចដែនកំណត់ស្ថិតនៅក្រោមសភាបាទការសម្រេចចិត្តរបស់សភាអញ្ចឹងទៅហើយវាទៅតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកហ្នឹងគឺការពីចំនួន George Washington ហើយពេលនោះមែន George Washington គឺគាត់កាន់អំណាចហ្នឹងពីអាណត្តិទេរួចហើយផ្លាស់ប្ដូរទៅកាន់ប្រធានាធិបតីផ្សេងអញ្ចឹងទៅក៏ប៉ុន្តែដល់ឆ្នាំ1848ពេលនោះគឺចាប់ផ្ដើមសាងសង់គេថា Monument ពេលនោះគឺកាន់អំណាចដោយប្រធានាធិបតី Abraham Lincoln បាទគាត់កាន់អំណាចវិញម្ដងពេលនោះគាត់គេសាងសង់អា Monument គេថាដូចស្ដោកមួយស្ទូបបាទទៅលើអាកពូពីចឹងកពូសួយហ្នឹងណាបងប្អូនឃើញរូបភាពនៅទីក្រុង Washington DC ហ្នឹងឃើញអាស្ដោកហ្នឹងហើយបែបលក្ខណៈថាបកគោលមួយវែងហើយលក្ខណៈថាបែបស្រួចខាងចុងហើយលក្ខណៈថានៅក្បែរជាមួយនឹងសេតវិមានហ្នឹងណាអាហ្នឹងគឺគេហៅថា Washington Monument បាទ Washington Monument ការសាងសង់អាហ្នឹងគឺដើម្បីរំលឹកទៅដល់ប្រធានាធិបតី George Washington បាទហើយការរំលឹកហ្នឹងមិនមែនតែរំលឹកលើស្នាដៃគាត់ទេរំលឹកលើអំណាចបានន័យថារំលឹកលើរដ្ឋធម្មនុញ្ញអាមេរិកបានន័យថាប្រធានាធិបតីមាន limit គេចង់យក Washington George Washington ហ្នឹងគឺជាគំរូមួយសម្រាប់ប្រធានាធិបតីផ្សេងទៀតត្រូវតែធ្វើតាម George Washington ពីអាណត្តិចុះបាទ
រួចហើយគឺមាន limit ដែលមានសភានឹងគឺជាអ្នកមើលការខុសត្រូវពីលើបន្ថែមទៀតចឹងទៅក៏ប៉ុន្តែមកដល់ឆ្នាំ1861 Monument នឹងវាអត់ទាន់សម្រេចបានពាក់ 100% ទេធ្វើបានពាក់កណ្ដាលក៏ទៅផ្អាកសិនដល់ឆ្នាំ1861ចាប់ផ្ដើមមានសង្គ្រាមស៊ីវិលផ្ទុះឡើងនៅក្នុងប្រទេសដោយពេលនោះគឺ Abraham Lincoln គាត់ប្រកាសគាត់ចេញនៅ proclamation មួយហ្នឹងគាត់ប្រកាសថា free all slave បានន័យថាគាត់ទៅរំដោះទាសករទាំងអស់នៅក្នុងទឹកដីអាមេរិកព្រោះការពីចំនួននោះគឺទាសករនៅអាមេរិកត្រូវច្បាប់ legal បានន័យថារដ្ឋនិងអ្នកដែលមានលុយឬក៏អ្នកដែលមានអំណាចហ្នឹងគាត់អាចយកទាសករមកបាននេះយកពីបណ្ដាប្រទេសពីអាហ្វ្រិកចឹងទៅយកមកធ្វើការព្រោះការពីចំនួននោះគឺពេលនោះគឺគេត្រូវការកម្លាំងមនុស្សច្រើនវាអត់ដូចឥឡូវបាទកម្លាំងពលកម្មវាអត់ដូចឥឡូវមានម៉ាស៊ីនទេអញ្ចឹងគឺត្រូវការ import បានន័យថាត្រូវការនាំចូល slave នាំចូលទាសករហ្នឹងគឺពីបណ្ដាប្រទេសផ្សេងៗមកប៉ុន្តែនៅក្នុងច្បាប់របស់អាមេរិកគឺត្រូវច្បាប់ legal ប៉ុន្តែបងប្អូនចាប់អារម្មណ៍ទេពេលដែល Abraham Lincoln គាត់និយាយថាគាត់នឹង free all slave គាត់នឹងរំដោះទាសករទាំងអស់ចឹងបានន័យថាមិនវាខុសច្បាប់ទៅហ្នឹងហើយព្រោះថាពីមុនមកខុសមុនមកត្រូវប៉ុន្តែគាត់ចង់រំដោះខុសច្បាប់វិញទៅព្រោះតាមរដ្ឋធម្មនុញ្ញគាត់ខុសហើយគាត់អាចមកត្រូវរំលោភចោលទាសករចឹងបានទេព្រោះទាំងដែលទាសករវាត្រូវច្បាប់ប៉ុន្តែវាធ្វើឲ្យមានសង្គ្រាមកើតឡើងពីព្រោះថានៅខាងត្បូងគឺពេលនោះគឺកំពុងតែចាប់ផ្ដើមកើនឡើងនៅវិស័យឧស្សាហកម្មអញ្ចឹងត្រូវការកម្លាំងពលកម្មពីមនុស្សតែស្រាប់តែ Abraham Lincoln គាត់ប្រកាសថារំដោះទាសករចេញទាំងអស់វាកើតទៅជាសង្គ្រាមវាបង្កើតជាសង្គ្រាមស៊ីវិលកើតឡើងអញ្ចឹងគឺមានការវាយគ្នាមានការធ្វើសង្គ្រាមជាមួយគ្នានៅក្នុងតំបន់អញ្ចឹងទៅក្នុងប្រទេសអញ្ចឹងទៅអញ្ចឹងបន្ទាប់មកក្រោយមកក៏ Abraham Lincoln គាត់ឈ្នះដោយសារតែការបដិញ្ញាចិត្តរបស់គាត់ហ្នឹងឯងដែលគាត់ទៅជួយរំដោះទាសករបានន័យថាគឺទាសករលែងត្រូវច្បាប់ទៀតហើយបាទអ្នកដែលធ្លាប់គ្រប់គ្រងទាសករហ្នឹងគឺនឹងត្រូវដោះលែងរួចហើយឲ្យពួកគេមានសិទ្ធិស្មើគ្នានៅក្នុងសង្គមដែរអញ្ចឹងណាបងប្អូនហ្នឹងគឺសង្គ្រាមស៊ីវិលពេលដែលចប់ទៅ Abraham Lincoln គាត់ឈ្នះប៉ុន្តែនៅក្នុងហ្នឹងគឺ Abraham Lincoln គឺជា blueprint មួយគឺជាប្លង់មួយទៅកាន់ប្រធានាធិបតីផ្សេងពីព្រោះថាពេលដែលមានសង្គ្រាមស៊ីវិលកើតឡើង Abraham Lincoln គាត់អាចមានអំណាចលើសពីប្រធានាធិបតីធម្មតាព្រោះថាអ្វីបាត់តែប្រធានាធិបតីមានអំណាចដែនកំណត់ពិតមែនប៉ុន្តែពេលដែលក្នុងសង្គ្រាមឬក៏ពេលដែលអាសន្នកើតឡើងប្រធានាធិបតីគឺអត់ត្រូវចាំបាច់សួរសភាទេអត់ត្រូវចាំបាច់ឆ្លងកាត់សភាទេអាចអនុម័តបានដោយខ្លួនឯងជាពិសេសនៅក្នុងសង្គ្រាមយើងបាញ់ចាញ់មិនដឹងថាអីដែលចាំបាច់អីចាំបាច់ពេលមានសង្គ្រាមកើតឡើងរូបភាពសង្គ្រាមកើតឡើងគឺប្រធានាធិបតីគឺចាំបាច់ត្រូវតែដោះស្រាយបញ្ហាចំពោះមុខត្រូវតែសម្រេចហើយប្រធានាធិបតីឈរលើគោលការណ៍មួយគាត់ឈរលើគោលការណ៍មួយគឺថាគាត់ធ្វើអ្វីគ្រប់យ៉ាងដើម្បីការពាររដ្ឋធម្មនុញ្ញហ្នឹងគឺជាហេតុផលដែលគាត់លើកឡើងវាសមហេតុផលក្នុងចំណុចហ្នឹងអញ្ចឹងអ្វីដែល Abraham Lincoln គាត់កាន់អំណាចវាមិនមែនរឿងអាក្រក់ទេវាជារឿងល្អមួយដែលគាត់ទៅជួយរំដោះទាសករហើយគាត់ការពាររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកហ្នឹងវាជារឿងមួយប៉ុន្តែចំនួន Abraham Lincoln ពេលដែលគាត់ចប់សង្គ្រាមហើយពេលដែលគាត់ឈ្នះសង្គ្រាមស៊ីវិលហើយគាត់ចាប់ផ្ដើមត្រឡប់មកអំណាចមានដែនកំណត់វិញបានន័យថាគាត់អត់ប្រើអំណាចរបស់គាត់ហួសដែនកំណត់ទៀតទេពេលសង្គ្រាមគាត់ប្រើអំណាចហួសដែនកំណត់ប៉ុន្តែពេលដែលចប់សង្គ្រាមគាត់ចាប់ផ្ដើមត្រឡប់មកអំណាចធម្មតាវិញដែលមានសភានឹងគឺជាអ្នកមើលការខុសត្រូវពីលើឡើងវិញហ្នឹងគឺចំនួន Abraham Lincoln ក៏ប៉ុន្តែចំនួន Abraham Lincoln គឺជា blueprint មួយគឺជាប្លង់មួយដែល Abraham Lincoln ខ្លួនឯងនឹងចោទជាសំណួរសួរថាចុះបើសិនជាករណីដូចគ្នាមានសង្គ្រាមកើតឡើងតើប្រធានាធិបតីនាពេលអនាគតនឹងគាត់បង្កើនអំណាចខ្លួនឯងកាន់តែខ្លាំងជាងមុនឬក៏បន្ថយអំណាចឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញវិញហ្នឹងគឺជាសំណួរដែល Abraham Lincoln គាត់នឹកឃើញហើយគាត់សួរខ្លួនឯងផងដែរហើយក៏រូបភាព Abraham Lincoln ហ្នឹងគឺជា blueprint សម្រាប់ប្រធានាធិបតីផ្សេងទៀតផងដែរអញ្ចឹងរហូតមកដល់ឆ្នាំ1900ពេលនោះគឺសហរដ្ឋអាមេរិកចាប់ផ្ដើមចូលដល់យុគមួយគេហៅថាយុគឧស្សាហកម្មបានន័យថាមានរោងចក្របាទត្រូវការកម្លាំងពលកម្មហ្នឹងកាន់តែច្រើនហើយនិយាយចំទៅគឺប្រជាប្រដ្ឋធ្វើការងារធ្ងន់ទៅលើវិស័យឧស្សាហកម្មហ្នឹងអញ្ចឹងគឺវាធ្វើឲ្យមានបញ្ហាកើតឡើងនិយាយទៅឲ្យតែមានបញ្ហាអំណាចប្រធានាធិបតីចាប់ផ្ដើមប្រែប្រួលណាបងប្អូននៅចាំកន្លែងហ្នឹងប្រែតិចរហូតចឹងប្រែតិចរហូតទៅតាមបញ្ហាឲ្យតែបញ្ហាចូលមកគឺអំណាចប្រធានាធិបតីចាប់ផ្ដើមប្រែប្រួលហើយអញ្ចឹងនៅឆ្នាំ1900គឺពេលដែលឧស្សាហកម្មចាប់ផ្ដើមប៊ូមឡើងគឺវាជួបកត្តាធំ3
ទី1គឺការកាប់បំផ្លាញព្រៃឈើ ទី2គឺបរិស្ថានត្រូវបានបំផ្លាញ ហើយទី3គឺការបំពុលចំណីអាហារបាទការបំពុលចំណីអាហារបងប្អូនបាទមានគីមីមានការបំពុលច្រើនអញ្ចឹងទៅអាហ្នឹងគឺយុគឧស្សាហកម្មអញ្ចឹងពេលនោះគឺចំនួនប្រធានាធិបតី Teddy Roosevelt គាត់ត្រូវដោះស្រាយបញ្ហាហ្នឹងអញ្ចឹងគាត់ពិភាក្សាជាមួយសភាគាត់បង្កើតនៅរដ្ឋបាលពេលហ្នឹងចំនួនហ្នឹងអត់ទាន់មានរដ្ឋបាលទេអត់ទាន់មាន agency មានទីភ្នាក់ងារផ្សេងទៀតដើម្បីចាំធ្វើការមួយប្រធានាធិបតីទេអញ្ចឹងយកចំនួន Teddy Roosevelt ឆ្នាំ1900ហ្នឹងគាត់ចាប់ផ្ដើមបង្កើតរដ្ឋបាលជាមួយនឹងសភាគឺមានរដ្ឋបាលមួយចំនួនដែលចាំមើលការខុសត្រូវពាក់ព័ន្ធមួយព្រៃឈើមួយបរិស្ថានហើយនឹងចំណីអាហាររបស់ប្រជាពលរដ្ឋដែលសពថ្ងៃគេហៅថា FDA គេប៉ះអីគេតាំងហ្នឹងដើម្បីដោះស្រាយបញ្ហាតែសពថ្ងៃពាក់ព័ន្ធជាមួយចំណីអាហារគេមាន FDA Food and Drug Administration បាទរដ្ឋបាលចំណីអាហារនិងឱសថហ្នឹងគឺការចេញពីចំនួន Teddy Roosevelt គឺតែមួយអញ្ចឹងការបង្កើតហ្នឹងគឺដើម្បីអីដើម្បីដោះស្រាយបញ្ហាកុំឲ្យមានបញ្ហាពាក់ព័ន្ធមួយបរិស្ថានកុំឲ្យពាក់ព័ន្ធមួយការកាប់បំផ្លាញព្រៃឈើហើយនឹងចំណីអាហារអញ្ចឹងទៅក៏ប៉ុន្តែការបង្កើតនៅរដ្ឋបាលគឺត្រូវការមាន office ឲ្យរដ្ឋបាលធ្វើអញ្ចឹង White House ចាប់ផ្ដើមពង្រីកបាទចាប់ផ្ដើមពង្រីកបងប្អូនណាអញ្ចឹងទៅរូបភាពមិញបងអញ្ចឹងចាប់ផ្ដើមចេញអា East Wing West Wing សំទោសនោះអាស្លាបខាងលិចនេះបាទអាស្លាបខាងលិចហ្នឹងគឺកាំងពីចំនួន1900ដែលចំនួនលោកប្រធានាធិបតី Teddy Roosevelt អញ្ចឹងគាត់ចាប់ផ្ដើមបង្កើតកសាង West Wing ចាប់ផ្ដើមកសាងស្លាបខាងលិចហ្នឹងដើម្បីអីដើម្បីជាកន្លែងធ្វើការជាកន្លែងរដ្ឋបាលមួយរបស់ agency ទាំងអស់នេះរបស់ទីភ្នាក់ងារទាំងអស់នេះដើម្បីធ្វើការនេះ West Wing ហ្នឹងហើយប្រធានាធិបតីនៅក្នុង White House អញ្ចឹងប្រធានាធិបតីដើរចេញមកធ្វើការបានហ្មងបងប្អូនហ្នឹងគឺជាមូលហេតុអញ្ចឹងការបង្កើត West Wing នេះឡើងគឺអំណាចប្រធានាធិបតីចាប់ផ្ដើមមានឥទ្ធិពលជាងមុនពីព្រោះថាស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញមុននឹងបង្កើតឬក៏កសាងអ្វីមួយបន្ថែមនៅសេតវិមានហ្នឹងគឺតតែឆ្លងកាត់សមាជិកសភាសិនប៉ុន្តែការពីចំនួននោះដោយសារភាពចាំបាច់គឺសភាអនុម័តសភាជាអ្នកកាន់កាបូបលុយអញ្ចឹងអនុម័តតម្លាក់កញ្ចប់ថវិកាមកដើម្បីឲ្យគាត់ហ្នឹងគឺសាងសង់ West Wing ហ្នឹងអញ្ចឹងការពីចំនួននោះគាត់ចាប់ផ្ដើមកសាងបានប៉ុន្តែមិនចប់ត្រឹមហ្នឹងទេប្រិមិត្តពេលនោះវាមានវិបត្តិផ្សេងទៀតចូលមកនោះគឺការពង្រីកអំណាចរបស់អាមេរិកនៅគុយបាការពង្រីកអំណាចប្រឆាំងបាទឈ្លានពានប្រឆាំងជាមួយនឹងមហាអំណាចអេស្ប៉ាញអីចឹងទៅគឺចាប់ផ្ដើមបង្កើតយោធាពេលហ្នឹងចាប់ផ្ដើមបង្កើតយោធាស្តង់ដារបាទបង្កើតយោធាហើយត្រូវការបន្ថែមបន្ទប់ទៀតដែរដើម្បីធ្វើការជាមួយនឹងយោធាទៀតដែរអញ្ចឹងពេលនោះសហរដ្ឋអាមេរិកមានយោធាស្តង់ដារមួយបាទស្លាប់ឆ្វេងស្លាប់ស្ដាំគេចាប់ផ្ដើមបង្កើនម្ដងតិចណាអញ្ចឹងការពីចំនួន Teddy Roosevelt នោះគឺចាប់ផ្ដើមមានយោធាស្តង់ដារមួយដែលអាចជះឥទ្ធិពលរបស់សហរដ្ឋអាមេរិកនឹងគឺចេញឆ្ងាយពីប្រទេសរបស់ខ្លួនបានបាទចេញឆ្ងាយពីប្រទេសខ្លួនបានអញ្ចឹងពេលនោះអត់ទាន់មានអា East Wing នោះ